សួស្តីប្រិយមិត្តទាំងអស់គ្នាពិសេសគឺអ្នកដែលអឺប្រើនៅអបអត់ដែលយើងលេងទៅតាមឃីមួយវាពិបាកចុចឥឡូវយើងមានវិធីមួយដោះស្រាយដែលយើងមិនពិបាកមានឃីខ្លះទៅចុចវាមិនស៊ីចុចវាមិនស៊ីនេះអញ្ចឹងយើងត្រូវតែដោះវាហើយវិធីដោះស្រាយវាងាយមិនពិបាកទេបងប្អូនយកថ្មពិលយើងអា555អាតូចហូតយកបដូរវាមកតែនៅពេលដែលយើងហូតបដូរវាមកវានៅជាប់កាវស្អិតក្នុងហ្នឹងអញ្ចឹងវាមិនអាចទាន់យកមកប្រើការបានទេគឺយើងយកមកហាត់មួយกระดาษហាត់នេះហាត់ឲ្យវាអស់ជាតិស្នឹមដុសឲ្យទៅវារៀងតប៉ែតបន្តិចណាវាមានជ្រុងទៅដុសវាឲ្យវាមានជ្រុងហ្នឹងទៅដើម្បីយើងយកវាមកប្រើការអញ្ចឹងយើងមើលថាអាណាដែលវាពិបាកជាងគេយើងទៅតាមមើលទី1មើលចំណុចនេះវាអាចវាឆ្លងនៅពេលដែលយើងប្រឹងចុចខ្លាំងវានឹងទៅបែកខ្ជួងប៉ះគ្នាណាប៉ះនេះអាខាងលើក្រោមហ្នឹងដើម្បីនេះអានេះគឺយើងបាត់ដុសស្អាតហើយអញ្ចឹងយើងយកមកខាត់នៅលើនេះយើងយកអាកន្លែងដែលជ្រុងតប៉ែតនេះណាយើងឈូសទៅនេះអានេះខ្ញុំឈូសរួចហើយណាឈូសឃើញតែឡើងស្អាតឡើងអាលោងឡើងវិញពីមុនឡើងគ្រើមចិត្តវាអត់ស៊ីទេណាយើងខាត់ទៅតាមអស់ដុសទៅមើលទៅឃើញថានេះនឹងយើងអាចប្រើបានវិញដល់យើងមិនពិបាកនេះទៅមើលទៅយើងរៀងគ្រើមចឹងនេះយើងដុសចឹងរួចហើយយើងបាទដុសស្អាតហើយនេះគឺយើងសម្អាតវាណាយើងស្អាតវាដោយយកទឹកមកយើងកុំប្រើជាតិសាំងអីអសោះណានឹងអាកុលក៏កុំដែរណាយើងយកទឹកស្អាតទៅមកយើងដាក់មកយើងខាត់វាតិចដើម្បីអាកំតិចនេះវារសាត់ចេញអាចន្លោះទាំងពីរនេះអាចន្លោះលើក្រោមហ្នឹងឲ្យវាឡើងឆ្លងគ្នាអញ្ចឹងយើងចុចទៅស៊ីឡើងវិញអានេះវាបានខាត់វិញហើយអានេះក៏រៀងពិបាកដែរអញ្ចឹងមើលទៅឃើញវាស្នាមអញ្ចឹងយើងត្រូវតែដុសសម្អាតណាយើងយកមកខ្ជូមកខាត់ពីលើវាមើលអាខ្ជូនោះវាដើរល្អឡើងវិញណាយើងដុសអញ្ចឹងទៅដល់ឃើញកម្លាំងភ្លឺស្អាតឡើងវិញវាកំចាត់កំតិចកំទីចេញផងវាបានតោងខ្ជូងស្អាតល្អឡើងវិញនឹងសន្តិពិបាកដោយសារយើងប្រើញាប់ពេកយើងប្រើញាប់យើងចិត្តដៃធ្ងន់ធ្វើឲ្យវារៀងពិបាកដល់យើងតែប៉ាត់គេប៉ះតាមបន្តិចទេអ្នកដែលគេប្រើប្រាស់នឹងដៃស្រាលគេប្រើបានយូរនៅរាប់ឆ្នាំយើងលេងដៃធ្ងន់វាឆាប់មួយយ៉ាងដៃយើងចូលឬក៏យើងប្រហែសយើងអត់បានអ៊ុតស្រោមអត់អីទេណាយើងដុសវាឲ្យគ្រប់ឃីទាំងអស់ទាំងហ្វឺតយើងមើលណាដែលវាព្រមពិបាកគឺយើងយកវាដុសសម្អាតកំលេងហេតាខ្ញុំថតមិននេះបងប្អូនឃើញអញ្ចឹងអនុវត្តតាមហ្នឹងទៅយើងមិនបាច់ទៅពិបាកទិញកុំទៅកាត់អាលីញ៉ូមកាត់អីយកមកដាក់ណាកាត់ទៅវាធម្មតាអាលីញ៉ូមវារឹងវាធ្វើឲ្យវាមកស៊ីនេះវាស៊ីអាខ្ជូងអស់គឺយើងហ្នឹងកាន់តែជ្រុលដំណើរទៀតកាន់អស់កាន់ច្រើនណាដល់សម្អាតអត់មានបញ្ហាទេអញ្ចឹងយើងពេលណាយើងដុសសម្អាតវាហើយ
មុននឹងយើងហ្នឹងគឺយើងដឹងថាណាដែលវាពិបាកជាងគេហ្នឹងគឺយើងសម្អាតវាទៅយើងហើយយើងអាចហើយយើងរៀបចូលវិញតែប៉ុណ្ណឹងបាក់ទៅបាទនេះជាចំណេះដឹងមួយចែកជូនបងប្អូនយើងណាអត់ចេះប៉ុន្តែអាស្រ័យនៅលើការហ៊ានដោះទេណាបងប្អូនហ៊ានដោះទេអានក៏ទៅរកជាងហើយតើហ៊ានដោះពីដោយសារអីដោយសារដោះវាមានបញ្ហាពាក់ព័ន្ធអេក្រង់នឹងការដោះយកអត់ដឹងនេះខ្សែអស់នេះខ្សែអេក្រង់អីហ្នឹងបើយើងមិនធ្លាប់មិនប្រយ័ត្នទេយើងខូចអេក្រង់ណាកាន់តែធ្ងន់ធ្ងរទៀតឥឡូវខ្ញុំរួចរាល់ហើយខ្ញុំចាប់ផ្ដើមរៀបចូលទៅវិញអត់មានអីទេវីដេអូមានប៉ុណ្ណឹងអ្នកចាក់ចាយបងប្អូនប្រើប្រាស់មិនថាយើងមានចំណេះដឹងយើងចែកគ្នាប្រើចែកគ្នាយល់ដឹងទាំងអស់គ្នាគឺយើងចំការកន្លែងជាងវានៅឆ្ងាយគឺយើងបាក់ទៅធ្វើកហុយចំណាយទៅយើងក៏ធ្វើខ្លួនឯងទៅណាមានអីទេមានប៉ុណ្ណឹងរួចហើយយើងរៀបចូលវិញទៅគឺវានឹងដើរធម្មតាវិញបាទអូខេមានប៉ុណ្ណឹង